ต่อจำเรียบสู้ปงไม้บงปอนงานนี้มาจูบจิมวยแอดมินที่ไทยหอยงานนี้แอดมินมีนสัจเรื่องใครๆจ้องใจมันเลยแต่ปงไม้บงปอนหอยกูโอคนแต่บงจีได้ก็บานใจมันเลยสัจเรื่องมาปอนนะหอยกูโอคนแต่กอดได้บานดับเจนแนปอนหอยใจสัจเรื่องมาปอนเตียดโอคนแต่บงจีหอยมุนโจสัจเรื่องบ่ยืงกูสมสู้แต่ปกไม้ยังไม่ได้ปกไม้บงปอนสุขสบายอดไอ้เลยแอดมินดึงใส่ซอกเอ้ปงไม้บางปนโดยซาแต่เลยโรคจำโนมันปีบะนังโจฟเตียนะไอ้ข้างปงไม้บางปนยังไม่ได้จำโนโรคซีรถไงยังไม่ได้แอดมินจองดัดบายไอ้ปงไม้บางปนเลยปวดเลยบ้าปัจจุบันบ้าเอาเลยนะปงไม้บางปนเลยเดือดนะแอดมินรีทามấy lên hiên chấm nai tinh ấy hay cô là nghe lang lên hiên đạ thì che ấy bông mai bông ta cho say đương dương vinh bông chi còn ban là chạy mình lên mà ôn còn tha phe là dưới mình pin chất và mày nó bông mai bông ដោយសារតែភ័ក្រដោយសារតែស្វាមីគាត់នឹងដូចថាបច្ចុប្បន្ននឹងរកលុយកាក់មិនបានអីអញ្ចឹងទៅគូភរិយារបស់គាត់នឹងមិនពេញចិត្តណាអញ្ចឹងមានគ្រួសារគាត់មួយដូចថាការជាមួយគ្នា3 4ឆ្នាំណាពុកម៉ែបងប្អូនតែភរិយារបស់គាត់ធ្វើការពីមុនដូចថាការងារហាងអីអញ្ចឹងទៅពុកម៉ែបងប្អូន បងជីគាត់បានចែកមកអញ្ចឹងណារួចស្វាមីគាត់ពីមុនជាអ្នកសន្តិសុខពុកម៉ែបងប្អូនណាគាត់ធ្វើសន្តិសុខហ្នឹងអញ្ចឹងដូចថាធ្វើការហាងពុកម៉ែបងប្អូនបុរសអ្នកទៅហូបអ្នកទៅចុកអីតែងតែប៉ះពាល់ភរិយារបស់គាត់អញ្ចឹងណាអញ្ចឹងបុរសហ្នឹងដូចថាមិនពេញចិត្តមិនអីអញ្ចឹងទៅ ដោយសារតែបុរសដូចថាគាត់ទៅហូបចុកអីអញ្ចឹងទៅហូបស្វឹងហូបអីអញ្ចឹងប៉ះពៀភរិយារបស់គាត់អូយស្វាមីគាត់ហ្នឹងធ្វើដូចថាធ្វើអ្នកសន្តិសុខនៅមុខហ្នឹងនៅមុខហាងភរិយាជាមួយភរិយារបស់គាត់ហ្នឹងអញ្ចឹងដូចថាគាត់ឃើញគាត់ចិត្តតែលួចមើលអញ្ចឹងណាពុកម៉ែបងប្អូន ទោះកាងជាមួយគ្នាជាយូរឆ្នាំហើយក៏តែដូចថាក្តីស្រឡាញ់ភរិយារបស់គាត់នៅតែមានចិត្តជាប់ដិតជាប់នៅក្នុងចិត្តរបស់គាត់អញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងភរិយារបស់គាត់ដូចថាពុកម៉ែបងប្អូនយើងត្រូវការលុយធីបត្រូវការអីអញ្ចឹងពីភ្ញៀវអញ្ចឹងណាអញ្ចឹងតែភ្ញៀវប៉ះពាល់អីបន្តិចបន្តួចដូចថាភរិយាគាត់មិនមាត់មិនកអីអញ្ចឹងទៅ តែស្វាមីគាត់ពុកម៉ែបងប្អូនស្វាមីគាត់មិនពេញចិត្តភរិយារបស់គាត់ដោយសារតែឃើញដូចថាគេអ្នកហូបអ្នកចុកនឹងបរោះផ្សេងអញ្ចឹងមកប៉ះពៀរបស់គាត់ចឹងប៉ះពៀភរិយារបស់គាត់ចឹងណាអញ្ចឹងឲ្យតែពេលបរោះប៉ះពៀរបស់គាត់គាត់ឲ្យភរិយារបស់គាត់ងើបចេញ ពុកម៉ែបងប្អូនឲ្យងើបចេញពីដូចថាកន្លែងហូបចុកហ្នឹងទៅអញ្ចឹងបុរសដែលដូចថាគេធ្លាប់តែហូបចុកអញ្ចឹងណាដល់ពេលគាត់ប៉ះមិនបានអីមិនបានអញ្ចឹងណាគាត់មិនពេញចិត្តពីស្ត្រីភរិយារបស់គាត់ហ្នឹងណាពុកម៉ែបងប្អូនមិនពេញចិត្តដូចថា ឲ្យតែពេលហូបចុកអីហើយភរិយាគាត់មិនសូវបានលុយធីបពីបរោះហ្នឹងទេណាពុកម៉ែបងប្អូនដោយសារតែគាត់ទទួលភ្ញៀវមិនបានល្អអញ្ចឹងណាអញ្ចឹងបរោះហ្នឹងគាត់មិនអោយមិនអីអញ្ចឹងទៅអញ្ចឹងពុកម៉ែបងប្អូនគាត់ចាប់ដើមដូចថារៀងអត់មានលុយអត់អីអញ្ចឹងថា អញ្ចឹងស្មាមីរបស់គាត់ហ្នឹងបើគាត់ថាដូចថាមិនពេញចិត្តដូចថាកន្លែងការងារហ្នឹងគូបបួលភរិយារបស់គាត់ហ្នឹងឈប់ពីការងារហ្នឹង
ឈប់ការងារហ្នឹងពុកម៉ែបងប្អូនឲ្យភរិយារបស់គាត់ទៅធ្វើការនៅរោងចក្ររីឯរូបគាត់វិញទៅដូចថារត់ pass up អញ្ចឹងណាពុកម៉ែបងប្អូនរត់ pass up ដោយសារតែគាត់ដូចថាមិនពេញចិត្តនឹងកន្លែងការងារនឹងហើយគាត់ចេញពីកន្លែងការងារនឹងហើយគឺគាត់ចេញទាំងស្វាមីរបស់គាត់ចេញទាំងភរិយារបស់គាត់ដល់ពេលចេញមកពុកម៉ែបងប្អូនដូចថាគាត់រលុយបងអង្ការផងទៅហើយបងបន្ទប់ជួលផងដូចថាបងថ្លៃដូចថាទិញថ្លៃហូបចុករាល់ថ្ងៃអញ្ចឹងទៅពុកម៉ែបងប្អូនណាមកហូបអង្គត្រីសាច់អញ្ចឹងទៅអញ្ចឹងគាត់ភរិយាគាត់បាននិយាយទៅស្វាមីរបស់គាត់ថាបើគាត់បើអញ្ចឹងលុយខ្ញុំធ្វើការនៅរោងចក្រខ្ញុំគ្រាន់តែទុកសម្រាប់បងធនាគារអីអញ្ចឹងទៅអញ្ចឹងដល់ពេលអញ្ចឹងឲ្យស្វាមីគាត់ហ្នឹងរត់pass up ហ្នឹងគឺបងបន្ទប់ជួលមកហូបហើយទិញអង្គទិញអីអញ្ចឹងណាពុកម៉ែបងប្អូនតែយើងនៅបន្ទប់ជួលហើយតែចំណាយច្រើនហើយពុកម៉ែបងប្អូនចំណាយច្រើនដូចថាដំបងដូចថាដំបងយើងរកស៊ីដំបងណាដូចចេះតែមានលុយមានកាក់មានភ្ញៀវដឹកមានអីអញ្ចឹងណាពុកម៉ែបងប្អូនដល់ពេលក្រោយមកពុកម៉ែបងប្អូនក្រោយមកស្វាមីគាត់នឹងរលុយមិនបានណាចាប់ដើមពុកម៉ែបងប្អូនចាប់ដើមស្វាមីគាត់រលុយមិនបានណាការនៅធ្វើការហាងចេះតែមានលុយធីបមានលុយភ្ញៀវឲ្យលុយអីអញ្ចឹងយើងចេះតែរត់រួចណាពុកម៉ែបងប្អូនដោយសារតែភរិយាគាត់ក៏បានច្រើនទៅស្វាមីគាត់ក៏បានច្រើនដែរអញ្ចឹងចេះតែរត់រួចនឹងពីធនាគារពីបន្ទប់ជួលអីអញ្ចឹងមកហូបចុកអញ្ចឹងទៅពុកម៉ែបងប្អូនដល់ពេលបច្ចុប្បន្ននេះពុកម៉ែបងប្អូនដឹងស្រាប់ហើយសម័យឥឡូវសម័យរលុយមិនបានសម័យរីថាំណាពុកម៉ែបងប្អូនសម័យរីថាំអញ្ចឹងស្វាមីគាត់នឹងរលុយមិនបានមកឲ្យភរិយារបស់គាត់អញ្ចឹងភរិយារបស់គាត់បើកប្រាក់ខែរបស់គាត់មកចេះតែចូលមកចំណាយថវិកាបងបន្ទប់ជួលបងថ្លៃហូបចុកអញ្ចឹងណាថ្លៃទិញថ្លៃសម្ភារៈហូបចុកអញ្ចឹងទៅអញ្ចឹងពុកម៉ែបងប្អូនភរិយាគាត់ចាប់ដើមរករឿងស្វាមីគាត់តាំងពីពេលហ្នឹងណាពុកម៉ែបងប្អូនដែលថាគាត់ខំប្រឹងរកពីនោះមកដល់ពេលធនាគារក៏មិនបងឲ្យគេបានទៀងទាត់ឡើយតែយកលុយមកគិតគូរនៅនេះអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងភរិយាគាត់ចាប់ដើមអន់ចិត្តជាមួយគាត់រួចហើយស្វាមីគាត់ក៏ដឹងថាភរិយាគាត់នឹងអន់ចិត្តដែរពុកម៉ែបងប្អូនអញ្ចឹងគាត់ខំប្រឹងណាខំប្រឹងពុកម៉ែបងប្អូនខំប្រឹងដូចថាទាំងយប់ទាំងថ្ងៃណាទាំងយប់ទាំងថ្ងៃមិនហ៊ានចូលផ្ទះដោយសារតែដូចថាឮភរិយាគាត់ល្អូថាអត់លុយអត់កាក់អញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងគាត់ខំដូចថារត់ដងទៅម៉ោង5ម៉ោង6អីគាត់ចូលផ្ទះហើយ6 7អីអញ្ចឹងទៅពុកម៉ែបងប្អូនគាត់ចូលផ្ទះជាមួយភរិយាគាត់អញ្ចឹងទៅដល់ពេលគាត់រកលុយមិនបានស្វាមីរបស់គាត់ហ្នឹងគូរត់ដូចថាយប់ប្រលប់បានមកផ្ទះពុកម៉ែបងប្អូនដល់ពេលមកដល់ផ្ទះហើយរកលុយមិនបានឲ្យភរិយាគាត់ទៀតអញ្ចឹងចាប់ដើមភរិយាគាត់ល្អូហើយថាទៅរត់ pass up គិតទៅហូបចុកនៅ pass up ហ្នឹងមិនមកផ្ទះស្វឹងអួបនួយអញ្ចឹងទៅពុកម៉ែបងប្អូនតាមតែការពិតស្វាមីរបស់គាត់ខំប្រឹងរត់ដល់ថ្នាក់ឥឡូវគូលែងហ៊ានចូលផ្ទះយប់ប្រលប់ទៀតពុកម៉ែបងប្អូនដូចភរិយាគាត់ល្អូទៅហើយណាពុកម៉ែបងប្អូនល្អូទៅអញ្ចឹងស្វាមីរបស់គាត់ហ្នឹងចាប់ដើមដាច់យប់ហើយមិនហ៊ានចូលផ្ទះមិនហ៊ានអីអញ្ចឹងណាពុកម៉ែបងប្អូនដោយសារតែរកលុយឲ្យភរិយាគាត់មិនបានណាអញ្ចឹង
ភរិយារបស់គាត់នឹងធ្វើការដូចអន់ចិត្តនឹងស្វាមីផងណាពុកម៉ែបងប្អូនចេះតែបេះបួយបរោះក្មេងៗប៉ះដៃប៉ះជើងបរោះក្មេងៗធ្វើការរោងចក្រហ្នឹងដោយសារតែគាត់អន់ចិត្តស្វាមីគាត់ណាអូយស្វាមីគាត់ឥឡូវហ្នឹងពុកម៉ែបងប្អូនឥឡូវហ្នឹងរត់ pass up ពីមុនម៉ោង7 8អីចូលផ្ទះហើយឥឡូវភ្លឺពុកម៉ែបងប្អូនរត់ដល់ថ្នាក់ដាក់រត់ពេលយប់ទៀតដោយសារតែចង់បានលុយឲ្យភរិយារបស់គាត់កុំឲ្យភរិយាល្អូកុំឲ្យភរិយារករឿងគាត់អញ្ចឹងចាប់ដើមអន់ចិត្តគ្នាទៅវិញទៅមកអញ្ចឹងពុកម៉ែបងប្អូនតែស្វាមីគាត់គិតថាដូចថាគាត់អ្នករោអ្នកទុកអ្នកដាក់ដែរណាពុកម៉ែបងប្អូនអញ្ចឹងភរិយាគាត់ចាប់ដើមបាយកំណត់ប៉ះដៃប៉ះជើងបរោះក្មេងគេញ៉ែញងពេញនៅរោងចក្រហ្នឹងណាពុកម៉ែបងប្អូនអ្នកណាក៏ញ៉ែបានញ៉ែមានចាប់ដើមមានមិត្តភ័ក្តិច្រើនមានមិត្តភ័ក្តិច្រើនជាមួយភរិយារបស់គាត់ហ្នឹងអញ្ចឹងភរិយារបស់គាត់ហ្នឹងចេះតែតែងហៅមិត្តភ័ក្តិអីហ្នឹងមកហូបចុកនៅបន្ទប់ជួលហ្នឹងណាដោយសារឥឡូវស្វាមីរបស់គាត់ហ្នឹងមិនមកផ្ទះទៀតណាពុកម៉ែបងប្អូនមិនមកផ្ទះព្រឹកឡើងបានមកដោយសារតែភរិយាទៅធ្វើការបាត់បានស្វាមីគាត់ចូលបន្ទប់ជួលអញ្ចឹងណាដោយសារតែភរិយាគាត់ល្អូមកលើគាត់អន់ចិត្តអន់ថ្លើមដែរណាពុកម៉ែបងប្អូនដោយសារតែគាត់ដឹងខ្លួនគាត់ថាគាត់រកលុយមិនបានឲ្យភរិយាឲ្យអីចឹងណាដល់ពេលអញ្ចឹងពុកម៉ែបងប្អូនភរិយាគាត់នឹងនាំដៃគូបរោះក្មេងៗនឹងមកហូបចុកនៅផ្ទះហ្នឹងពុកម៉ែបងប្អូនក្មេងៗគេបរោះតែស្វឹងតែអីទៅចាប់ដើមណាពុកម៉ែបងប្អូនចាប់ដើមមានអារម្មណ៍ចាប់ដើមមានអីណាអូយហើយភរិយារបស់គាត់ហ្នឹងគូតែឯងអីទៀតគ្មានដូចថាគ្មានបងប្អូនពូម៉ាក់នៅហូបចុកជាមួយអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងក៏បរោះក្មេងៗនឹងដូចថាមានចិត្តមកលើភរិយារបស់គាត់មានចិត្តមកលើភរិយារបស់គាត់ណាដល់ដូចថាមានចិត្តមកលើភរិយារបស់គាត់ហើយក៏ដូចថាហូបចុកអីហើយក៏ដូចថាធម្មតាអីអញ្ចឹងណាពុកម៉ែបងប្អូនពុកម៉ែបងប្អូនតែគេធ្វើអីគេមិនឲ្យដឹងឲ្យយើងដឹងឲ្យយើងឮណាពុកម៉ែបងប្អូនគេសង្ងំណាអញ្ចឹងក៏ស្វាមីថ្ងៃក្រោយមកស្វាមីគាត់ហ្នឹងក៏ដឹងថាភរិយាគាត់នាំបរោះនាំអីមកហូបចុកនៅផ្ទះអញ្ចឹងណាដោយសារតែអញ្ចឹងបរោះហ្នឹងក៏បាននិយាយទៅប្រាប់ភរិយារបស់គាត់ថាកុំធ្វើអញ្ចឹងធ្វើអីគាត់ក៏សុំទោសសុំអីអញ្ចឹងទៅតែពុកម៉ែបងប្អូនភរិយារបស់គាត់ហ្នឹងក៏បានលងទៅបរោះក្មេងៗហ្នឹងណាដោយសារតែពីមុនគាត់ធ្លាប់ធ្វើការខាងដូចថាការងារហាងការងារអីអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងគាត់លងទៅលើបរោះក្មេងៗហ្នឹងពុកម៉ែបងប្អូនគាត់អត់មានដូចថាស្វាមីគាត់អភ័យទោសសុំទោសហើយក៏គាត់មិនដូចថាមិនពេញចិត្តទៅលើស្វាមីរបស់គាត់ហ្នឹងណាដោយសារតែស្ត្រីនឹងលងស្នេហ៍ទៅបរោះក្មេងៗហ្នឹងណាពុកម៉ែបងប្អូនគេធ្វើការជាមួយគ្នាគេធ្វើតែតែមានភាពជិតស្និទ្ធជាងយើងដែលយើងយប់ប្រលប់បានមកដល់ផ្ទះជួនណាមិនមកផ្ទះទៀតណាដោយសារតែរកលុយឲ្យភរិយារបស់គាត់ណាអញ្ចឹងភរិយារបស់គាត់នឹងអន់ចិត្តស្វាមីអញ្ចឹងយប់ឡើងជួនណាមិនមកចូលផ្ទះស្វាមីគាត់ក៏មិនដឹងអីក៏មិនដឹងអញ្ចឹងណាពុកម៉ែបងប្អូនអូយពុកម៉ែបងប្អូនអ្នកគេដើរលេងយប់ប្រលប់ដឹងស្រាប់ពុកម៉ែបងប្អូនមិនដឹងទៅណាខ្លះមិនដឹងឡើងទៅសន្តាគារណាខ្លះក៏យើងមិនដឹងណាពុកម៉ែបងប្អូនហើយស្វាមីគាត់ហ្នឹង
គូតាមដានពុកម៉ែបងប្អូនតាមដានភរិយារបស់គាត់តាមដានភរិយារបស់គាត់ដែលមានអីជាមួយបរិសក្មេងៗហ្នឹងតែពុកម៉ែបងប្អូនបានតែមកតាមដានទេពុកម៉ែបងប្អូនគេធ្វើអីក៏យើងមិនធ្វើអីគេចេញណាពុកម៉ែបងប្អូនដោយសារតែបរិសហ្នឹងមានចិត្តមកលើភរិយារបស់គាត់ណាដូចថាចេះតែងតែលើកលែងទោសឲ្យភរិយារបស់គាត់ម្ដងជាពីរដងណាអញ្ចឹងភរិយាគាត់ចាប់ដើមបានចិត្តបានអីអញ្ចឹងទៅលក្ខណៈថាមិនទទួលស្វាមីនឹងរត់តាមពួកបរិសនឹងទៅគេងជាមួយបរិសនឹងជាច្រើនដងច្រើនសារទៅណាពុកម៉ែបងប្អូនអញ្ចឹងស្វាមីគាត់ចាប់ដើមតូចចិត្តទៅណាពុកម៉ែបងប្អូនគោស្វាមីគាត់ទៅប្រាប់ឪពុកម្ដាយខាងស្ត្រីខាងភរិយារបស់គាត់ហ្នឹងណាពុកម៉ែបងប្អូនទៅប្រាប់ឪពុកម្ដាយភរិយារបស់គាត់ស្រាប់តែម្ដាយភរិយារបស់គាត់ហ្នឹងនិយាយថាមកពីឯងរកលុយឲ្យកូនគាត់មិនបានឯងគ្មានលុយគ្មានកាក់ឲ្យកូនគាត់អញ្ចឹងគេធ្វើអញ្ចឹងត្រូវហើយណាពុកម៉ែបងប្អូនអញ្ចឹងបានថាត្រូវតែត្រៀមពុកម៉ែបងប្អូនត្រៀមបរិសយើងណាត្រូវតែត្រៀមជួនណាយើងរកលុយរកកាក់មិនបានតែឲ្យភរិយារបស់គាត់ហ្នឹងហើយភរិយារបស់គាត់ហ្នឹងអញ្ចឹងគេចាប់ដើមបែកចិត្តបែកគំនិតទៅមានអ្នកថ្មីអញ្ចឹងទៅចឹងបានថាពុកម៉ែបងប្អូនហើយសាច់រឿងហ្នឹងគូបងគាត់បានចែកម្លែកមកតែប៉ុណ្្នឹងដែរហើយបើ admin និយាយទៅមានពាក្យខុសឆ្គងលឺលួសសូមអធិស្ឋានមកលើ admin ផងហើយគូសូមបញ្ចប់សាច់រឿងតែត្រឹមហ្នឹងដែរហើយអ្នកតាមដាន channel បងអូនជួយ Subscribe channel បងអូនហើយ comment មកលេងបងអូនផង comment មកadmin នឹងឆ្លើយតបទៅវិញហើយគូសូមអរគុណដែរណាពុកម៉ែបងប្អូន